ស្លាប់មន់នៅពេលដែលយើងបំពងស្រួយហើយយកមកក្លុកជាមួយនឹងទឹកសបែបរៀងជូរអែមអញ្ចឹងបងប្អូនមិនថាកូនក្មេងឬក៏មនុស្សចាស់ទេគឺរសជាតិញ៉ាំទៅឆ្ងាញ់ណាស់សាច់ខាងក្រៅបែបរៀងស្រួយរសជាតិបែបរៀងប្រៃផ្អែមអញ្ចឹងទៀតគឺញ៉ាំទៅជក់មាត់មែនទែនហើយចំពោះរបៀបធ្វើវិញក៏កាន់តែងាយស្រួលទៀតដោយសារតែគ្រឿងផ្សំគឺមានតិចតួចមែនទែនចំពោះស្លាបមន់គឺខ្ញុំមានដូចជាគល់ស្លាបហើយនិងកដាស្លាបបើសិនជាចង់បំពងស្លាបមន់នេះឲ្យស្រួយបានយូរហើយមានរសជាតិទៀតបងប្អូនកុំភ្លេចប្រើជាមួយនឹងម្សៅបំពងស្រួយអាជីណូម៉ូតូដោយសារតែម្សៅបំពងស្រួយអាជីណូម៉ូតូត្រូវបានគេលាយគ្រឿងទេសនៅក្នុងនឹងរួចស្រាចៃចំពោះម្សៅម៉ាកាចប់ក៏ខ្ញុំប្រើចំណោះទឹកចំនួន160មីលីលីត្រការប្រើម្សៅម៉ាកាចប់នេះបងប្អូនក៏អាចយកទៅបំពងសាច់ឬក៏បន្លែបានចំនួន1គីឡូរសជាតិវិញគឺមាន2រសជាតិខ្ទឹមម្រេចនិងរសជាតិថល់បន្ទាប់ពីខ្ញុំលាយម្សៅនេះរួចហើយយកស្លាបមន់ដែលយើងសម្អាតដូចគ្នានឹងយកមកតម្លាក់ចូលនៅក្នុងទឹកម្សៅនឹងមកបងប្អូននិយាយទៅចំពោះការលាយនឹងច្បល់វាចោះឡើងតាមមួយផ្លែតទេគឺសាច់មាន់របស់យើងក៏វាខាំជាប់ជាមួយនឹងម្សៅបំពងស្រួយហើយការបំពងរបស់ខ្ញុំគឺខ្ញុំប្រើប្រេងរៀងច្រើនដែរដាក់ប្រេងឲ្យក្តៅចាប់តាមតម្លាក់សាច់មាន់ចូលការបំពងនឹងគឺយើងត្រូវការបើកភ្លើងឲ្យខ្លាំងណាស់នៅពេលដែលយើងតម្លាក់ស្លាបមាន់ចូលបងប្អូនជៀសវាងកុំឲ្យវាបៀមខ្លាញ់បន្ទាប់ពីដាក់ស្លាបមាន់ចូលហើយចាំយើងថយភ្លើងបន្តិចការបំពងនេះនិយាយទៅអត់សូវប្រើពេលវេលាយូរទេដោយសារតែគល់ស្លាបមាន់របស់ខ្ញុំគឺរាងតូចដែរអញ្ចឹងហើយប្រើពេលត្រឹមតែ15នាទីគឺឡើងក្រៀមល្អហើយស្រួយល្អទៀតបន្ទាប់ពីខ្ញុំបំពងរួចគឺថាពណ៌ស្លាបមាន់បំពងចេញមកឡើងស្រួយខ្ញៅហើយលឿងល្អមែនទែនបានស្លាបមាន់ស្រួយអញ្ចឹងយកមកឆ្នៃមុខម្ហូបនេះធានាឲ្យថាញ៉ាំទៅដឹងទៅជក់មាត់ដែរចាឥឡូវងាកលេខមកមើលការធ្វើរបស់ខ្ញុំជាបន្តទៀតនេះជាដំបូងគេគឺចាប់ផ្ដើមបំពងខ្ទឹមសសិនពេលដែលខ្ទឹមមានក្លិនឈ្ងុយហើយគឺខ្ញុំដាក់ស្ករត្នោតចូលបន្តិចកូរវាឲ្យរលាយសព្វគឺខ្ញុំថែមជាមួយនឹងម្ទេសឆាចូលកន្លះស្លាបព្រាបាយប្រេងខ្យងកន្លះស្លាបព្រាបាយបន្ទាប់មកបានខ្ញុំកូរគ្រឿងក្រៅទាំងអស់នេះឲ្យវាឡើងក្លិនឈ្ងុយសិនណាបងប្អូនចំពោះគ្រឿងផ្សំជាបន្តទៀតនោះគឺខ្ញុំមានដូចជាទឹកត្រីបុកកោះកុងនេះបងប្អូនខ្ញុំដាក់ចូលចំនួន2ស្លាបព្រាបាយនិយាយទៅមុខម្ហូបនេះគឺធ្វើងាយៗទេបងប្អូនគឺយើងប្រើចំនួនទឹកត្រីបុកកោះកុងហើយនិងប្រេងខ្យងតាមបន្តិចទេដោយសារតែសាច់មាន់នេះគឺវាមានជាតិស្រាប់ទេណាគឺជាតិចេញពីម្សៅបំពងស្រួយផងពេលដែលខ្ញុំដាក់ស្លាបមាន់ចូលទៅក្លុកជាមួយគ្រឿងផ្សំហើយគឺខ្ញុំក្លុកវាចោះឡើងអត់សូវយូរទេបងប្អូនប្រហែលជា4ទៅ5នាទីអីសាច់មាន់របស់យើងក៏បានខាំជាប់ជាមួយនឹងគ្រឿងផ្សំបានល្អដែរបើនិយាយពីក្លិនវិញបងប្អូនអើយឈ្ងុយមែនតើនិយាយទៅបងប្អូនធ្វើតែគ្រឿងក្រៅតាមដែលខ្ញុំរៀបរាប់នៅដើមវីដេអូធានាថាសាច់មាន់ខាងក្រៅក៏ស្រួយល្អរីឯរសជាតិបែបប្រៃផ្អែមហ្នឹងក៏ញ៉ាំឆ្ងាញ់ទៀតធ្វើឲ្យចង់ញ៉ាំជាមួយនឹងបាយក៏ឆ្ងាញ់ឬក៏ញ៉ាំលេងអីទៀតក៏បានដែរនិយាយទៅមីមុខនេះស្រួលធ្វើឲ្យចំណាយលុយក៏អត់សឹកអស់ច្រើនដែរបងប្អូនអញ្ចឹងហើយសម្រាប់បងប្អូនដែលគាត់ចង់ដឹងពីរសជាតិកុំភ្លេចធ្វើញ៉ាំផងណាចាចំពោះផេកម្សៅបំពងស្រួយអាជីណូម៉ូតូឥឡូវក៏មានការលេងហ្គេមគ្រាន់តែបងប្អូនថតរូបមុខម្ហូបជាមួយនឹងការចម្អិនដែលមានផ្ទះក៏បានដែរនិយាយទៅមីមុខនេះស្រួលធ្វើឲ្យចំណាយលុយក៏អត់សឹកអស់ច្រើនដែរបងប្អូនអញ្ចឹងហើយសម្រាប់បងប្អូនដែលគាត់ចង់ដឹងពីរសជាតិកុំភ្លេចធ្វើញ៉ាំផងណាចាចំពោះផេកម្សៅបំពងស្រួយអាជីណូម៉ូតូឥឡូវក៏មានការលេងហ្គេមគ្រាន់តែបងប្អូនថតរូបមុខម្ហូបជាមួយនឹងការចម្អិនដែលមាន